សួស្តីបងប្អូនថ្ងៃនេះចូលមកដល់វគ្គថ្មីទៀតហើយរឿងម្ចាស់ស្នេហ៍ប្រែបេះដូងចាប់ផ្ដើមដំបូងនេះអ្នកនាងអាជីបានរៀបគម្រោងជាមួយនឹងយាយចុងភៅដោយប្រាប់ឲ្យយាយចុងភៅហ្នឹងប្រាប់បងប្អូនកូនក្មួយទាំងអស់តែប្រាប់ឲ្យចូលមើល live របស់អ្នកនាងអាជីពេល live លុបលទ្ធផលក្នុងម្នាក់ឲ្យ 50000 ពីពេលនោះយាយចុងភៅបានតែប្រាប់បងប្អូនគាត់ទាំងអស់ចំនួន50នាក់ម្នាក់មកប្រអប់ទាំងអស់50ប្រអប់បន្ទាប់ពី live ចប់អ្នកនាងអាជីយប់ឡើងក៏បានរាំកាច់រៀងរលរៀលដាក់ពីមុខបងវិតកាច់រៀងចុះឡើងប៉ុន្តែលោកវិតដូចជាអត់ចាប់អារម្មណ៍ទេតដល់ពេលព្រឹកឡើងបានតែហៅហេឆាយឲ្យមកជួបដើម្បីនិយាយរឿងមួយជាមួយនឹងហេឆាយបន្ទាប់មកបានផក់វាយហេឆាយមកដៃបែកមាត់ហេឆាយពិតជាខឹងណាស់តែពេលកាត់មកដល់អ្នកនាងម៉ាលីវិញនាងម៉ាលីបានមកនៅផ្ទះហើយបានឡាយលក់ត្រីខម៉ាយសមុទ្រពងតឡាយសុកអ្នកនាងអាជីក៏បានមកដល់អ្នកនាងអាជីក៏បានគម្រាមទៅម៉ាលីថាឲ្យឈប់តាក់ទងពាក់ព័ន្ធជាមួយនឹងបងវិតទៀតហើយបន្ទាប់មកក៏បានទៅជួបហេឆាយយប់ឡើងជួបហេឆាយផឹកស៊ីហេឆាយក៏បានមានអ្នកលួចថតឃើញផ្ញើវីដេអូទៅបងវិតចាំមើលរឿងបន្តទៀត